ស្រូវព្រោះការសេកតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយប់ឡើងពីបាដេព្រោះទូរែកឡើងភ្នែកសមួយបេ50គីឡូដាក់លើក៏ខ្ញុំឃើញអ្នកខ្លះទៅហូបបាយដូចមិនប្រយ័ត្នថយខ្សែធ្វើឲ្យដឹងខ្លួនឯងហើយមិនច្បាច់ខ្ញុំនិយាយបោះស្រាយធ្វើឲ្យខ្ញុំគិនในសែនសណោអ្នកខ្លះឬទាំងទៅដល់ដោយសារតែអត់អង្គគ្មានបាយហូបក៏ព្រោះតែក្រខ្ញុំជាកវីស្រុកស្រែចេញមកខ្ញុំស្ដាប់ពាក្យម៉ែកូនធ្វើដូចមានតែឯងត្រូវចាំថាមានខ្សែដែលជាន់ជាប់នឹងខ្លែងតែវាអាចហោះបានយូរអង្វែងធ្វើស្រែមិនស្រួលចង់បានស្រូវវាពិបាកពេលព្រឹកទៅជួដេកពេលថ្ងៃរយស្អាតរសៀលទៅព្រោះស្អែកឡើងត្រូវមកចាំចាប់ហាថ្ងៃហាក្រៅខ្លួនឡើងខ្មៅដូចថ្មព្រោះអង្គគឺសំខាន់ដល់រកាគ្រប់សម័យបើសិនមិនមានពេលសង្គ្រាមបាននៃឆៃតែកសិករក៏មិនសូវបានកម្រៃចង់ឲ្យស្រូវឡើងតម្លៃដោយកាល2008ខ្ញុំចេះតែគិតហើយនឹងគិតដល់ពេលដែលទៅសឹងសំខាន់គឺស្បៀងមិនឲ្យខ្វះមួយចំណិតដូចជាធ្វើស្រែនឹងទឹកសុំដល់គ្នាភ្ញាក់រលឹកខ្ញុំបានឃើញកាលពីខ្ញុំនៅក្មេងមានអ៊ំចាំម្នាក់គឺខ្ញុំផ្លូវតែឯងជីវិតគាត់កំសត់ហត់ណាស់លីស័យតែទទួលលទ្ធផលក្បត់ការប្រឹងប្រែងគាត់គ្មានសំបីបាយមួយពេលអ្នកខ្លះហូបបាយខ្ចីពេញកន្ទេលខ្លះហូបមិនអស់ចាស់ចូលទៅលេធ្វើនេះមានគិតដល់អ្នកអត់ទេខ្ញុំមានកម្លាំងដោយសារបាយអូជួយខ្ញុំមានកម្លាំងកាយអូមិនថាអ្នកមានឬអ្នកក្រសិតត្រូវការក៏ដើម្បីដើរធ្វើជាបាយអូទោះជាស្ដេចក៏ត្រូវការបាយអូធ្វើសឹកក៏គេត្រូវការបាយអូអាចធ្វើដំណើររត់លេងម៉ៃអូរៀបរាប់ពីប្រយោជន៍ពេលឡាញខ្ញុំរៀបរាប់ឲ្យគេដឹងថាឡើងថ្ងៃគឺជាបាយខ្ញុំជាអ្នកស្រែលុស្នេហ៍ដនត្រីអ្នកខ្លះគេសួរថាខ្ញុំខំធ្វើអីព្រោះតែឥឡូវខ្ញុំនេះក្រក្រេតែខ្ញុំខំវាសម្រក់ថ្ងៃមុខអាចជាសេខៃអត់មិនកំ play for me I me តាមមកជន់ឆាទាំងក្រោយក្រោយឲ្យខ្លាចគេផ្ដាំពីជុំពុកមួយដែលបានតទេតែខ្ញុំមានសមត្ថភាពជំនាញដល់ convert play ដល់តែចុះមកចិត្តជួយគៀគ្រាន់តែឃើញភ្នែកអស់អ៊ូលអស់រៀគឺតែស្បែកជួយនាំគ្នាត្រោព្រាតពេលដែលឃើញខ្ញុំចុះវិឈឺក្បាលឡើងបិទកៅអៀគ្រាន់តែលឺ flow ចុះឡើងពួរបាបវិឈឺចិត្តឈឺថ្លើមទីខ្ញុំចាប់គ្រាវនឹងកាទៀវព្រឹកឡើងក្នុងអូខេតែបាត់ឃើញសាយនេះដូចអ៊ូតប៉ុន្តែខ្ញុំអ៊ូតមែនទោះបីខ្ញុំស្រែប៉ុន្តែខ្ញុំរ៉េបអែមមាត់រៀងខលរអល់ដូចជាប្រេងមុខរៀងឌឺជាឯកអ្នកព្រៃវែងផ្សងប្រេងនឹងភ្លេងនៅស្ទើរកុំចង់មកប្រជែងរៀបរាប់នេះឆ្ងាយបន្តិចមែនតោះបងមកវិញតាមកំណើរងកមានស្រែមានស្រូវព្រោះការសេកតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយប់ឡើងពីបាដេព្រោះទូរែកឡើងភ្នែកសមួយបេ50គីឡូដាក់លើកឲ្យតម្លៃអ្នកធ្វើស្រែផងអ្នកអើយក្របស្រូវនីមួយសិតតែបានមកពីកសិករខំប្រឹងធ្វើស្រែយ៉ាងលំបាកអញ្ចឹងហើយកុំមើលងាយពួកគាត់ពេកបើសិនជាគ្មានពួកគាត់ក៏យើងគ្មានបាយម្ហូបញ៉ាំរាល់ថ្ងៃនឹងដែរ Oh my God